ធ្លាប់តែហូបម្រះហើយល្វីងតែពេលនេះគឺហូបម្រះគឺលែងល្វីងទៀតហើយខ្ញុំជាក្មេងម្នាក់ដែលអត់ចូលចិត្តម្រះនោះទេដោយសារតែម្រះហ្នឹងគឺល្វីងខ្លាំងប៉ុន្តែធ្វើវិធីនេះទៅគឺម្រះអត់ល្វីងនោះទេសួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរគឺខ្ញុំមានមុខម្ហូបមួយមកបង្ហាញអ្នកទាំងអស់គ្នាគឺស្ងោរម្រះហើយស្ងោរម្រះនេះគឺវិធីធ្វើគឺអត់ល្វីងនោះទេអូនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើការស្ងោរម្រះរបស់យើងនេះគឺជាម្រេចហើយបកាជាហឺនេះគឺខ្ញុំកញ្ច្រាំមកខាងហើយទុកមកខាងទៀតស្លឹកខ្ទឹមគួរខ្ទឹមដែលយើងកញ្ច្រាំវាឲ្យម៉ត់មកហើយនេះគឺជាស្លឹកខ្ទឹមនេះគឺជាមើមខ្ទឹមដែលខ្ញុំដំ5មើមហ្នឹងហើយខ្ញុំទុក2មើមហើយកញ្ច្រាំ3មើមទៀតគឺកញ្ច្រាំឲ្យម៉ត់ហើយនេះគឺជាផ្សិតគេហៅថាផ្សិតខ្មៅឬក៏ផ្សិតក្រអូបខ្ជីកកដោសាច់ជ្រូកដែលយើងកញ្ច្រាំរួចហើយមីស៊ូហ្នឹងគឺយើងយកទៅត្រាំទឹកដែរហើយនឹងខ្ញុំមានម្រះ2ផ្លែអញ្ចឹងអ្នកទាំងអស់គ្នាហើយឥឡូវនេះគឺយើងដាក់ទឹកមកដើម្បីត្រាំផ្សិតរបស់យើងហើយនឹងខ្ជីកដោរបស់យើងសិនតទៅពេលខ្ញុំដាក់វាត្រាំហើយយើងទុកវាមួយដុំសិនឥឡូវហ្នឹងយើងទៅធ្វើការខ្វេះគ្រាប់ម្រះចេញសិនហើយខ្ញុំយកស្ព្រាខ្វេះគ្រាប់ម្រះចឹងទៅវាងាយស្រួលនៅក្នុងការខ្វេះគ្រាប់ម្រះចឹងគឺថាថ្ងៃនេះគឺងើបម៉ោង5តែម្ដងដើម្បីធ្វើសម្លស្ងោរម្រះដើម្បីសម្ពោធចានថ្មីដែលទំទិញហ្នឹងប៉ុន្តែងើបម៉ោង5ហើយគឺនៅអត់ចង់តាន់ទៀតដោយសារតែស្ងោរម្រះរបស់យើងហ្នឹងគឺមានគ្រឿងផ្សំរៀងច្រើនគួរសមដែរអញ្ចឹងទៅវារៀងយូរតិចដែរហើយណាមួយយើងធ្វើតែម្នាក់ឯងអញ្ចឹងគឺរៀងយូរអញ្ចឹងគឺថាចានហ្នឹងពីអ្នកចែកពេជ្រខ្ញុំចេញពីធ្វើការមកម៉ោង4គឺដើរសំដៅទៅកន្លែងលក់មកហើយទៅចូលប្រទះឃើញចានហ្នឹងគឺថាពេញចិត្តហ្មងទីរួមមកហើយទៅក៏សម្រេចចិត្តថាទិញហ្នឹងនឹងទាំងគ្នាឥឡូវមកធ្វើស្ងោរម្រះសម្ពោធចានឥឡូវយើងខ្វេះគ្រាប់ម្រះរួចហើយយើងក៏ទុកវាម្ដុំសិនទៅឥឡូវយើងមកធ្វើការត្រាំមីស៊ូយើងឲ្យវារីកឥឡូវយើងដាក់ទឹកត្រាំហើយយើងទុកវាម្ដុំសិនទៅឥឡូវយើងទៅធ្វើអីផ្សេងទៀតឥឡូវខ្ញុំធ្វើការដាក់ឆ្នាំងដាំទឹកដើម្បីស្រុះម្រះយើងរយៈពេល1នាទីជាងខ្ញុំស្រុះនឹង1នាទីជាងហ្នឹងគឺវាអត់ល្វីងនោះទេជាតិល្វីងគឺបាត់អស់ហើយបន្ទាប់ពីទឹកពុះហើយខ្ញុំក៏ធ្វើការដាក់ម្រះចូលដើម្បីស្រុះវារយៈពេល1នាទីជាងឬក៏2នាទីក៏បានដែរដើម្បីឲ្យម្រះរបស់យើងហ្នឹងគឺបាត់សារជាតិល្វីងឥឡូវនេះខ្ញុំទុកម្រះម្ដុំសិនឥឡូវខ្ញុំនឹងធ្វើការយកកន្ធន់ហ្នឹងចាក់ទឹកត្រជាក់របស់យើងចូលទៅនៅពេលដែលយើងស្រុះម្រះរួចហើយហ្នឹងយើងក៏ស្រង់ម្រះដាក់ចូលក្នុងទឹកត្រជាក់របស់យើងបន្ទាប់ពីខ្ញុំបានស្រង់ម្រះដាក់ចូលក្នុងកន្ធន់រួចហើយនោះឥឡូវយើងទុកវាម្ដុំសិនទៅយើងមកធ្វើការលាយគ្រឿងជាមួយនឹងសាច់ជ្រូកកញ្ច្រាំរបស់យើងហើយខ្ញុំដាក់បកាជាហឿដែលខ្ញុំបានកញ្ច្រាំរួចនេះចាក់ចូលទៅក្នុងសាច់ជ្រូករបស់យើងដែលយើងបានកញ្ច្រាំរួចបន្ទាប់មកស្លឹកខ្ទឹមអានេះគឺជាគួរខ្ទឹមដែលខ្ញុំកញ្ច្រាំរួចចាក់ចូលទៅដែរទៅហើយនឹងខ្ទឹមសកញ្ច្រាំម្រេចជីកដោដែលយើងកញ្ច្រាំរួចហើយនឹងមីសួរដែលខ្ញុំត្រាំទឹកហើយយកត្រីមកកាត់បែបហ្នឹងមកប្រវែងហ្នឹងមកប្រេងខ្យងដាក់ប៊ីចេងស្ករសនិងអំបិលរ៉ូឌីយើងដាក់អំបិលរ៉ូឌីទៅគឺមានជាតិបន្ទាប់មកទៀតខ្ញុំក៏ធ្វើការកូរគ្រឿងហ្នឹងចូលសាច់ជ្រូកដែលយើងបានកញ្ច្រាំរួចហ្នឹងឲ្យសព្វមកដើម្បីឲ្យវាចូលជាតិគ្នាបានល្អបន្ទាប់ពីយើងកូរសព្វហើយខ្ញុំក៏ធ្វើការយកទៅញាត់ម្រះរបស់យើងឥឡូវនេះគឺថាគ្រឿងរបស់យើងបានកូរសព្វហើយខ្ញុំក៏ធ្វើការញាត់ម្រះរបស់យើងចូលទៅ
ហើយខ្ញុំប្រើមេដៃញុកវាចូលដើម្បីឲ្យម្រះរបស់យើងនឹងបានល្អដល់ពេលយើងស្ងោរទៅសាច់ម្រះរបស់យើងគឺអត់លីនចេញក្រៅទេគឺវាបានល្អឥឡូវនេះគឺថាម្រះរបស់ខ្ញុំគឺបានញុករួចហើយសាច់ដែលនៅសល់ហ្នឹងគឺខ្ញុំធ្វើការពូតវាដូចជាប្រហិតអញ្ចឹងដើម្បីដាក់ចូលបន្ទាប់ពីខ្ញុំបានញុកសាច់ម្រះរួចហើយឥឡូវហ្នឹងយើងទុកវាម្ដុំសិនទៅយើងមកធ្វើការដាក់ឆ្នាំងដាក់ទឹកដាំឲ្យពុះសិនឥឡូវនេះគឺថាទឹករបស់ខ្ញុំគឺខ្ញុំបានដាំពុះរួចហើយឥឡូវយើងធ្វើការដាក់ម្រះចូលទៅបន្ទាប់ពីដាក់ម្រះហើយខ្ញុំដាក់ខ្ទឹមដែលយើងបានដំទុកពីមើមហ្នឹងនិងបង្គាជាហឿដែលខ្ញុំបានហាន់រួចបន្ទាប់មកដាក់សាច់ដែលខ្ញុំនៅសល់ដែលបានពូតដូចជាប្រហិតដាក់ចូលហើយនឹងប្រសិទ្ធខ្មៅរបស់យើងចូលដែរទៅបន្តមកទៀតគឺធ្វើការដាក់អំបិលស្ករប៊ីចេងនិងទឹកត្រីមួយស្លាបព្រាបាយបន្ទាប់ពីដាក់គ្រឿងទាំងអស់នេះចូលរួចហើយខ្ញុំក៏ធ្វើការគ្របឆ្នាំងបង្ងាស់ម្រះរបស់យើងរហូតទាល់តែឆ្អិនដល់ពីរងចាំអស់រយៈពេលច្រើននាទីមកគឺថាម្រះរបស់យើងគឺបានឆ្អិនស្រួលបួរហើយខ្ញុំក៏ធ្វើការបិទហ្គាសទៅហើយធ្វើការដាក់ស្លឹកខ្ទឹមចូលប៉ុណ្ណឹងគឺរួចរាល់ហើយឥឡូវស្ងោរម្រះរបស់យើងគឺថាក្លិនឡើងឈ្ងុយតែម្ដងអ្នកទាំងអស់គ្នាឥឡូវរឿងក៏ធ្វើការរៀបចំដួសដាក់ចានសិន